បើសិនជាធ្លាក់កាមេរ៉ានឹងចូលទឹកក៏ វាខាប់បងដែរ ហ្នឹងហើយព្រោះខ្ញុំលុចហើយនោះក្រុមកាយអូយក្រុមកាយ បងខ្ញុំថាដូចនៅអត់កើតទេបងអើយ ក្រុមកាយយើងខ្ញុំមិន បងឯងរត់លឿនជាងគេនេះបើរត់ចោលពួកខ្ញុំនេះ ជាស្រ័យជំរាបសួរប្រិមត្តអ្នកមើលទាំងអស់គ្នាថ្ងៃនេះក្រុមការងារដំណើររន្ធត់ស្វែងរកការពិតប្រតិយកទស្សនវិជ្ជាស្អែកបានមកដល់ទីតាំងមួយកន្លែងទៀតហើយដែលយើងមិនបាញ់មិញយើងចេញពីវត្តអារាមមួយកន្លែង ហ្នឹង ដោយសារតែរយៈពេល10នាទីជាងហើយប៉ុន្តែអត់ទាន់ឃើញឬក៏អត់ទាន់គេឲ្យឃើញហ្នឹងពួកមនុស្សអត់ទាន់ឲ្យឃើញទេ ក្រុមការងារយើងគាត់អស់ចិត្តដែរ យ៉ាអញ្ចឹងយើងគិតថាប្រហែលជាអត់មានទេតែបើសិនជាមានព្រោះយើងអុចធូបសុំខំអុចធូបសុំអីហើយប៉ុន្តែនៅតែអត់ឃើញទៀតអញ្ចឹងយើងក៏មកដល់ទីតាំងថ្មីយើងមកដល់ទីតាំងថ្មីហើយទីតាំងថ្មីហ្នឹងគឺដែលចេញមកពីប្រិមិត្តដែលចូលឆាតមកប្រាប់យើងថាបងជួយមកដល់ទីតាំងនេះបន្តិចមកហ្នឹងគាត់ប្រាប់រឿងរ៉ាវប្រវត្តិនៅទីនេះវាគួរឲ្យខ្លាចដែរហើយពួកក្រុមការងារយើងគ្រាន់តែចូលមកដល់បើកាមេរ៉ាមែនគាត់គ្រាន់តែចូលមកដល់រៀបនឹងចូលមកក្នុងនឹងហើយស្រាប់តែដាច់ច្រវាក់ម៉ូតូហើយច្រវាក់ថ្មីចេះមកគួរឲ្យដាច់យើងគិតមើលហើយយើងក៏គិតថាប្រហែលជាយើងខុសមាត់ខុសកអីហើយយើងក៏បានអុជធូបសុំអីរួចហើយក៏សែនជាផ្លែឈើជាអីបន្តិចហើយក៏បានមកដល់រលូនអញ្ចឹងហើយនៅក្នុងភូមិនេះចង់ដឹងរឿងរ៉ាវប្រវត្តិសាហាវជាងចប់មួយដងទៀតដោយសារតែភូមិហ្នឹងជាភូមិដែលដាច់ស្រយាលបងភូមិដាច់ស្រយាលហ្នឹងអញ្ចឹងចេញពីភូមិហ្នឹងទៅអត់មានផ្ទះទេអត់មានផ្ទះអ្នកភូមិទេហ្នឹងទៅឆ្ងាយប្រហែលជាខ្ទង់2ទៅ3គីឡូ2ទៅ3គីឡូដីបានមានសាលារៀនហើយនឹងមានផ្សារអញ្ចឹងមានសាក់សពក្មេងស្រីម្នាក់សាក់សពក្មេងស្រីម្នាក់អាយុប្រហែលជាខ្ទង់18ទៅ19បាទពេលហ្នឹងសុំមិនបង្ហាញឈ្មោះក្មេងស្រីទេប៉ុន្តែពេលហ្នឹងគាត់ជិះម៉ូតូទៅផ្សារបាទជិះម៉ូតូទៅផ្សារហើយគាត់ជិះម៉ូតូទៅផ្សារដូចជាខ្ទង់ល្ងាចប្រហែលជាម៉ោងទៅ4ទៅ5ល្ងាចអញ្ចឹងគាត់ជិះម៉ូតូទៅផ្សារក៏មានករណីរំលោភសម្លាប់ករណីរំលោភសម្លាប់បាទករណីរំលោភសម្លាប់ឲ្យបោកទៀតបងអញ្ចឹងឯណោះអត់ធំខ្លាំងមែនទែនគឺបោករហូតទៅដល់4នាក់ឯណោះហើយក៏ក្មេងស្រីម្នាក់ហ្នឹងស្លាប់ហើយស្លាប់ហ្នឹងសាក់សពហ្នឹងមិនទាន់រកឃើញទៀតអត់ឃើញទៀតរហូតមកដល់ពេលឥឡូវហ្នឹងមែនអត់ទេឥឡូវហ្នឹងរកឃើញហើយគេរកឃើញប៉ុន្តែតែថាស្លាប់ក្នុងរយៈពេលបានប្រហែលជា7ទៅ8ថ្ងៃបានរកឃើញអូខេហើយបានរកឃើញហើយប៉ូលីសសកលវិច័យទៅបានគាត់ធ្វើការលឿនណាស់ដូចដឹងស្រាប់ហើយថាប៉ូលីសនៅស្រុកខ្មែរយើងប្រទេសកម្ពុជាយើងគឺធ្វើការលឿនមែនតើដោយមានជំនាញរបស់គាត់ហ្នឹងគឺធ្វើការលឿនមែនតើរយៈពេលគាត់តែឃើញសពពិនិត្យសកលវិជ្ជាសកលវិច័យបានរយៈពេលប្រហែលជា2ថ្ងៃគឺចាប់កពុជបានជន់ដៃដល់ទាំង4នាក់ហ្នឹងដោយជន់ដៃដល់ទាំង4នាក់ហ្នឹងគឺសិតតែជាសាច់ញាតិរបស់សពហ្នឹងទៀតបាទគឺជាសាច់ញាតិក្មេងស្រីហ្នឹងប៉ុន្តែមិនមែនសាច់ញាតិបកៅទេប៉ុន្តែសាច់ញាតិបែបសាច់ឆ្ងាយអញ្ចឹងណាបងបាទហើយនិយាយទៅបានរយៈពេលដែលសពហ្នឹងបានស្លាប់ដោយការរំលោភសម្លាប់ហ្នឹងហើយរយៈពេល7ថ្ងៃហ្នឹងរហូតមិនទាន់ឃើញទេប៉ុន្តែអ្នកភូមិគេសង្ស័យថាសពហ្នឹងប្រហែលជានៅម្ដុំហ្នឹងដោយសារអីអត់បងមិនបងដោយសារមិនវិញឲ្យតែម៉ោងមិន10ពី10យប់គឺមានបែបក្មេងស្ទៀវអីគាត់ដើរលេងបងបាទក្មេងស្ទៀវគាត់ដើរលេងស្រាប់តែគាត់ឃើញមនុស្សស្រីដើររហូតដើរតាមផ្លូវហ្នឹងផ្លូវស្ងាត់ហ្នឹងហើយគេឆ្ងល់ផ្លូវហ្នឹងវាអត់មានផ្ទះទេមិនក៏មានមនុស្សត្រូវដើរពេលគេជប់សួរបាត់ឆឹង
ពេលគេជប់សួរបាត់ឆឹង អូ អូនិយាយទៅភឺសវល់ទៀតបង ខ្ញុំព្រឺក្បាលហើយបងគ្រាន់តែ ពេល ស្ដាប់ ពេលគេជប់សួរបាត់ឆឹងហើយពេលគេជប់សួរបាត់ឆឹងហើយរយៈពេលដែល7ថ្ងៃចាប់ផ្ដើមរកសពឃើញចាប់ផ្ដើមរកសពឃើញក៏ប៉ូលីសសកលវិទ្យាសកលវិទ្យាហើយ បាទ បាទពេលហ្នឹងដែលមួយថ្ងៃដំបូងយើងអត់ទាន់ចាប់បានក្បួនដែលជន់ដៃដល់ទេប៉ុន្តែស្រាប់តែប្រហែលជាសាក់សពហ្នឹងចង់ឲ្យគ្រួសារហ្នឹងរងយុទ្ធរងយុទ្ធធម៌ឲ្យខ្លួនឯងហ៎បង អូខេ ហ្នឹងហើយក៏ទៅដល់ផ្ទះលក្ខណៈថាទលងដល់ផ្ទះអញ្ចឹងណាដើរកាត់មុខផ្ទះទៅវិញទៅមកពេលនោះពុករបស់គាត់ក៏ឃើញពុកគាត់ឃើញគាត់ចេញបាត់កូនយូរហ្មង បាទ គាត់ស្រែកហៅមិនហឹងស្រែកហៅឈ្មោះ អូខេ ហើយក៏គាត់រត់ទៅបាទហើយក៏គាត់រត់ទៅពេលដែលគាត់រត់ទៅបាត់ឆឹងហើយក៏គាត់ឃើញទៀតឃើញពីក្រោយទៀតហើយក៏គាត់តាមទៅទៀតដល់ពេលតាមទៅទៀតហើយស្រាប់តែបាត់ទៀតហើយបាត់ទៀតតាមរហូតមកដល់កន្លែងដែលមុខផ្ទះជន់ដៃដល់នេះ អូ មកដល់មុខផ្ទះជន់ដៃដល់ហ្នឹងស្រាប់តែឈរថ្មឹងហើយពុកគាត់ក៏ស្រែកមកទំហឹងគិតថាកន្លោកូនគាត់មកអីចឹងអត់ដឹងពីបញ្ហាមួយហ្នឹងឯងប៉ុន្តែដល់ពេលគាត់ទៅដល់កន្លែងហ្នឹងភ្លាមដល់មុខផ្ទះជន់ដៃដល់ហ្នឹងបាត់ឆឹងទៀតដល់ពេលហើយបានន័យថាគាត់ចង់បញ្ជាក់ប្រាប់ពុក គាត់ចង់បញ្ជាក់ប្រាប់ថា ផ្ទះហ្នឹងជាអ្នកធ្វើឲ្យគាត់ស្លាប់ជាអ្នកដែលជន់ដៃដល់ដែលសម្រាប់គាត់ហ្នឹងហើយគឺជាឃាតករហ្នឹងក៏អញ្ចឹងដល់ពេលហើយបានស្អែកឡើងហ្នឹងក៏ជន់ដៃដល់ហ្នឹងក៏ចាប់ផ្ដើមវាមានអារម្មណ៍ថាគេហៅថាឈាមស្រែកស្បែកហៅបង បាទ ហ្នឹងហើយជន់ដៃដល់ហ្នឹងដូចលក្ខណៈថានឹកឃើញប្រហែលជាវិញ្ញាណហ្នឹងទៅអុកឡុកឬក៏មិនគឺយើងអត់ដឹងទេហ្នឹងហើយ ប៉ុន្តែជន់ដៃដល់4នាក់ហ្នឹងបែរជាទៅផឹកស៊ីសង្វឹងក្នុងថ្ងៃហ្នឹងផឹកស៊ីសង្វឹងហើយទៅមានចំនួនកាប់គ្នាប៉ុន្តែអត់ស្លាប់ទេទៅកាប់គ្នាហើយក៏ពេលហ្នឹងប៉ូលីសក៏គាត់ចោះទៅពេលដែលអន្តរាគមន៍ព្រោះដោយសារតែមានករណីហិង្សាអញ្ចឹងគាត់ទៅចោះទៅអន្តរាគមន៍ ហ្នឹង នៅពេលដែលគាត់ចោះអន្តរាគមន៍ហើយគាត់យកទៅប៉ោះទៅអីហើយស៊ើបសួរចោះឡើងទៅបែកធ្លាយអារឿងហ្នឹងហើយទៅបែកធ្លាយរឿងហ្នឹងក៏ប៉ូលីសចាប់ក្បួនយកព្រឹបកន្លែងហ្នឹងទៅហ្នឹង បន្ទាប់មកបាន7 8ថ្ងៃអ្នកភូមិនៅអត់បានទេបងអ្នកភូមិនៅអត់បានទេសពក្មេងស្រីនឹងយំតាមផ្លូវហើយមិនតែពេលយប់ទេបងសំបីតែពេលថ្ងៃម៉ោង12ម៉ោង1ថ្ងៃត្រង់ហ្នឹងសៀលហ្នឹងក៏មានសម្លេងហ្នឹងដែរ វ៉ាវអញ្ចឹងមិនន័យថាសាកសពនេះគាត់វិញ្ញាណហ្នឹងក៏អត់អស់ចិត្តទេគាត់កាចហើយបញ្ជាក់មួយថាសាកសពដែលប៉ូលីសរុករកឃើញហ្នឹងគឺនៅក្នុងព្រៃក្នុងព្រៃហ្នឹង បាទហើយកប់ជីកកប់គ្នាមានជីកកប់ហើយតាមការសារភាពពីជនដៃដល់និយាយថាជីកកប់ហ្នឹងពេលដែលជីកកប់ហ្នឹងប្រហែលជាអត់ទាន់ងាប់ទៀតប្រហែលជាគាត់អត់ទាន់ស្លាប់ទៀតទៅពេលបែបមកសន្លប់អីចឹងណាព្រោះបាទបងពេលហ្នឹងដោយថាការគាត់យកកម្មារបស់គាត់ហ្នឹងរត់កសម្លាប់ប៉ុន្តែប្រហែលជាអត់ស្លាប់ទេបើតាមការសន្និដ្ឋាននេះគឺគាត់ស្លាប់នៅពេលដែលគេកប់អញ្ចឹងមានន័យថាវាកប់មនុស្សទាំងរស់ណាបងវាដេរឆានមែនតើអញ្ចឹងបានរឿងហ្នឹងមកខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតទៅដល់យុវជនម្នាក់ហ្នឹងនារីម្នាក់ហ្នឹងអញ្ចឹងបានធ្វើឲ្យព្រលឹងដួងវិញ្ញាណក្ខន្ធរបស់ក្មេងស្រីម្នាក់ហ្នឹងគាត់អត់ចិត្តគាត់អត់ស្ងប់ចិត្តគឺសលេងលឺបងលឺអញ្ចឹងបានមកកាមេរ៉ាមានហត់ចោលខ្ញុំមានហត់ចោលខ្ញុំណាបងសលេងនេះជាគៀកមកនេះ
អឺក្រុមការងារយើងទាំងអស់គ្នាមកក្រុមការងារដំណើរ ដំណើរ រន្ធត់ស្វែងរកការពិតផ្ដិតយកទិដ្ឋភាពជាក់ស្ដែងមកដល់ទីកន្លែងនេះអត់មានបំណងចង់ធ្វើបាបឬក៏ចង់ បៀតបៀនអីទេ បៀនប្អូនស្រីទេអញ្ចឹងបើសិនជាប្អូនស្រីបានឮហើយឬក៏ប្អូនស្រីនៅម្ដុំនេះប្អូនស្រីបានដឹងហើយសូមប្អូនស្រីកុំប្រកែប្រកាន់កុំយកទោសវ័យដល់ក្រុមការងារយើងទាំងអស់គ្នា ក្រុមការងារយើងនេះគ្រាន់តែមកផ្ដិត ក្រុម យក ការងារយើងគ្រាន់តែចោះមកដើម្បីផ្ដិតយកទិដ្ឋភាពទាំងអស់នេះជាក់ស្ដែងទាំងអស់នេះឲ្យប្រិយមិត្ត អ្នកមើលទាំងអស់គ្នាបានដឹងបានយល់និងជឿនឹងបានឃើញ ហើយបងដៃកាមេរ៉ាបាយបាយរត់ចោលខ្ញុំបងកុំរត់ចោលគ្នា ក្រុមការងារយើង បងមិនខ្ញុំដូចឃើញនៅកន្លែងហ្នឹងបាញ់ ក្រុមការងារយើងមិញគឺឃើញប្រហែលជាប្អូនស្រីបង្ហាញខ្លួនយើងចង់និយាយអស់ណាក្រុមការងារយើងនិយាយអត់អស់ទេយើងចង់និយាយថាបើសិនជាដួងវិញ្ញាណក្ខន្ធក៏ព្រលឹងនៅមានមែនណាឬក៏ពួកអមនុស្សនឹងនៅមានមែនសូមឲ្យឃើញមិនតែយើងអត់បាននិយាយអស់គាត់បែបទៅឃើញអញ្ចឹងបើសិនជាប្អូនស្រីណាអូយ ខ្ញុំអារម្មណ៍ខ្ញុំអត់មូលទេបងពងតែវល់ជាស្ដីបងម៉ែបងខ្ញុំសម្រួលអារម្មណ៍បងសម្រួលអារម្មណ៍សិនលក្ខណៈថាវារៀងស្រស់ពេកហើយបងកាមេរ៉ាមិញមានដឹងតែចាប់ជាប់អត់កាមេរ៉ាឃើញបាទចូលខ្ញុំខំបដិទ្ធយកអាហ្នឹងនេះដែរនេះដល់កាមេរ៉ាហ្នឹងវិញ អញ្ចឹងបើសិនជាពពួកអមនុស្សវិញ្ញាណទាំងឡាយដែលនៅទីនេះខ្ញុំអត់មានអីនឹងថាអត់មាននឹងអីនឹងនិយាយទេប៉ុន្តែគ្រាន់តែចង់ឲ្យសូមឲ្យវត្ថុស័ក្តិសិទ្ធិទាំងអស់សូមឲ្យទេវតាដែលស្ថិតថែរក្សានៅទីកន្លែងណាក្ដីឬក៏សូមឲ្យបុណ្យកុសលទៅពួកយើងបានធ្វើបានតាំងពីមុនមកនេះគឺសូមឲ្យឧទ្ទិសកុសលផលបុណ្យហ្នឹងទៅជូនបងអូនស្រីដែលស្លាប់ដោយសារតែនៃឃាតកម្មមានការរំលោភបំពានពីជនដៃដល់ដែលប្រេងផ្សៃនេះសូមឲ្យបុណ្យកុសលនេះជូនទៅខាងប្អូនហ្នឹងសូមឲ្យវិញ្ញាណខាងប្អូនទៅកាន់សុគតិភពចុះ កុំនៅវល់នៅទីកន្លែងនេះឯងបើមិនយើងនៅវល់នឹងគេថាគេហៅបងគេថាពីរងាប់ដោយការមិនចងពី រងាប់ដោយការមិនចងពីហ្នឹងtrong cái gì vậyឥឡូវយើងបន្តទៅខាងមុខទៀតទេបងហ្នឹងមិនយើងបន្តមិនតិចទៀតទេហើយចាំយើងបិទបញ្ចប់ព្រោះដោយសារតែយើងចង់អត់អស់ចិត្តទេបងអត់អស់ចិត្តទេបាទបងកាមេរ៉ាបាទ មិននាទីឯងបង13នាទីអូនេះ13នាទីឃើញមកត្រឹមតែរយៈពេល13នាទីគឺឃើញមកលឿនតែលឿនបាទចាំមកបាទចាំមកឥឡូវយើងបន្តិចទៀតទៅព្រោះអត់តន់អស់ចិត្តបងអត់តន់អស់ចិត្តថាតែឃើញមិញលឿនពេកមកឆ្វាច់ប៉ុន្តែមកឆ្វាច់ខ្ញុំចង់លោបព្រលឹងខ្ញុំស្រែកពេកចេញជាស្រែកក្នុងថ្ងៃនេះខ្ញុំធ្លាប់តែកាន់កាមេរ៉ាដល់ពេលមកឥឡូវមកស្ពីហើយខ្ញុំធ្លាប់តែស្រែកនៅក្នុងកាមេរ៉ានៅក្រៅកាមេរ៉ាដល់ពេលឥឡូវមកឃើញនៅក្នុងកាមេរ៉ាប្រហែលជាអាក្រក់មើលវិញស្រែកចេញពីចិត្តមករៀលមកអើយតោះឥឡូវយើងរុកចូលស្វែងរកបន្តិចទៀតទេទៅវិញ្ញាណបងអូនស្រី
ban đăng ban lư ឲ្យឃើញម្ដងទៀតហើយគិតថាចង់ឲ្យក្រុមការងារយើងបានឃើញ ban phát đặt ប vô ក រូប ផ្ដា ភាព ច់យករូបភាពនិងទស្សនវិជ្ជាទាំងអស់ ហ្នឹងហើយ ហ្នឹងហើយ ចែកជូនទៅប្រិយនិមិត្តអ្នកមើលទាំងអស់គ្នា ព្រៃនេះធំណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាព្រៃនេះធំអញ្ចឹងបានហើយរយៈពេលមកទល់ពេលនេះអឺអត់មានអ្នកភូមិណាហ៊ានមកទេពេលយប់ហ៎អត់មានអ្នកភូមិណាហ៊ានមកទេព្រោះដោយសារតែខ្លាច ព្រោះ ហើយ នេះជា ប្រហែលឆ្នាំហើយគិតមើលប្រហែលឆ្នាំហើយទៅឲ្យតែពេលយប់គឺអ្នកភូមិអត់ហ៊ានមកទីនេះទេ កន្លែងដាច់ស្រយាលហ្មងហ្នឹងបើឡើងប្រហែល 3-400 គីឡូហើយបានដល់ភូមិ នេះបងមើលឲ្យពុកម៉ែបងប្អូនយើងទាំងអស់គ្នាមើលមិនមើលទាំងអស់គ្នាមើលព្រៃអូខ្ញុំចង់លុះព្រលឹងមិញអត់និយាយម្ដងហើយម្ដងទៀតពុកម៉ែបងប្អូនទាំងអស់គ្នាសាំក៏ថាសាំទៅប៉ុន្តែ វា ខ្ញុំ អ និយាយ ត់ អត់ចិត្ត អត់ចិត្តនៅតែ ដោយសារ ចង់ស្វែងរកទៀត ដោយសារតែឃើញមិញវាលឿនពេក វា មកច្បាច់ ប៉ុន្តែមកលឿនហ្នឹងព្រលឹងខ្ញុំរត់ដល់ណាបាត់ហើយបង មកផ្លេតមិញ សំខាន់មិញចាប់បានអត់បងចាប់បានទេព្រោះដោយសារតែខ្ញុំខ្លាចចាប់អត់បានព្រោះអឺតែភ្លើងខ្ញុំមួយអញ្ចឹងណាបងតែភ្លើងខ្ញុំមួយឯងព្រោះខ្ញុំឃើញបងកាមេរ៉ាមិញមែនមិញគ្រាន់តែខ្ញុំរត់មកដូចជាភ្លើងអត់បាញ់ទៅរត់មកដែរហើយ ទៅឃើញដែរ អ្នកវាយភ្លើងយើងដូចជារត់លឿនជាងកាមេរ៉ាអញ្ចឹងខ្ញុំខ្លាចអត់ឃើញ ថ្ងៃហ្នឹងអ្នកកាន់ភ្លើងយើងថ្ងៃហ្នឹងរត់លឿន លឿនមកនេះយើងចាំបានតាមវីដេអូទី1 ទី1ទី2ហើយអ្នកបាយភ្លើងមិន អ្នក ទុនជើង ជើងហើយប៊ីសឡប់ វាត្រឡប់ទៀត ពេលហ្នឹងខ្ញុំមិនកាន់កាមេរ៉ាដល់ពេលស្រាប់តែខ្ញុំដើរទៅល្ងិតទៅមិនបានល្ងិតបើអ្នកវាយភ្លើងដួលហើយហ្នឹង ហើយស្ងល់ពេលហ្នឹងមើលទៅជាស្ងាត់វិញ ស្ងាត់ជាងងុំ ជាស្ងាត់វិញហ៎បងស្ងាត់ដូចប៉ុន្តែដូចជាស្ងាត់រៀងស្ងាត់តែចម្លែកអត់បងចម្លែកអត់ឥឡូវបងគិតដូចខ្ញុំអត់ពីដែលយើងចូលមកភ្លាមមានអារម្មណ៍ថាវាអត់ទៅត្រជាក់ទេតែដល់ពេលនេះខ្យល់អត់មានប៉ុន្តែវាត្រជាក់ ដោយសារពេលយប់បង អត់ទេបងមិនមែនវាថាយ៉ាងណាព្រឺព្រឺក្បាលផងព្រឺខ្នងផងវាចាក់ខុសពីធម្មតា តោះវិលមកដល់ទីកន្លែងមិញទីកន្លែងនេះហើយខ្ញុំភ្លេចប្រាប់បញ្ជាក់ពុកម៉ែបងប្អូនទាំងអស់គ្នាមិញនេះផ្លូវដែលដើរចូលទៅក្នុងហ្នឹងកន្លែងដែលគេកប់ហ្នឹងប៉ុន្តែយើងចូលអត់បានទេអត់យើងអត់ហ៊ានទៅដល់ហ្នឹងទេ យើងអត់ហ៊ានទៅ ដល់ ដល់ ហ៊ានទៅដល់ទេនេះកន្លោះហ្នឹងកន្លោះព្រៃហ្នឹងបងនេះអត់ចូលកម្មតាមែនហ្នឹងចូលទៅក្នុងព្រៃ ចូលទៅក្នុងនោះជ្រៅព្រៃជ្រៅដែរ ចូលទៅក្នុងហ្នឹងដោយសារតែយើងអត់ហ៊ានចូលទេខ្លាចប៉ះពាល់យើងខ្លាចប៉ះពីដល់គេ ហ្នឹងថ្មហ្នឹងនេះថ្មហ្នឹងថ្មរបបធម្មតាគឺមានថ្មបែបជាដូចជាកន្លែងនេះពីការបូជារបស់គេទេតោះកន្លែងនេះទៅទៀត អត់ស្រួលទេបងអើយ ឃើញទៀត
បងមានអារម្មណ៍ថាដូចអត់ស្រួលទេបង បង ខ្ញុំមានអារម្មណ៍ថាដូចអត់ស្រួលទេបងអី ទៅថាលេយើងចេញពីជំនាញតិចទៅហើយយើងនឹងវិញឥឡូវនេះម៉ោងវេលាម៉ោង11កន្លះ11កន្លះយប់ហើយ11កន្លះយប់ហើយអញ្ចឹងក្រុមការងារពួកយើងវាចោះមកមិញពីកន្លែងហ្នឹងអញ្ចឹងក្រុមការងារពួកយើងសូមបិទត្រឹមហ្នឹងចោះហើយក្រុមការងារយើងនឹងចោះទៅផ្ដិតយកទស្សនវិជ្ជាជាក់ស្ដែងបន្តទៀតដើម្បីបំរើអារម្មណ៍ទៅដូចជាជូនម្នាក់មើលយើងទាំងអស់គ្នាឲ្យបានឃើញពីទស្សនវិជ្ជាជាក់ស្ដែងដែលក្រុមការងារពួកយើងចោះផ្ដិតទៅយកទាំងក្នុងព្រៃផងទាំងកន្លែងដែលគួរឲ្យខ្លាចសំបីតែអ្នកភូមិអត់ហ៊ានចូលតែក្រុមការងាររបស់យើងចូលទៅផ្ដិតយកទស្សនវិជ្ជាទាំងអស់ សំបីតែកន្លែងកោះមកកន្លែងដែលយើងជិះទូកបាយចាំបានអត់បង គឺចត់ជាងគេកន្លែង គឺកន្លែងទូកនឹងលេចទូកទៀត ហើយក្រុមការងារយើងអត់សូវភ័យទេប៉ុន្តែពេលហ្នឹងខ្ញុំកាន់កាមេរ៉ាខ្ញុំភ័យ ហ្នឹង ដោយសារតែខ្ញុំអត់ចេះ អត់ចេះហាត់ទឹក ហើយណាមួយបើសិនជាធ្លាក់កាមេរ៉ានឹងចូលទឹក ក៏វាខាប់បងដែរ ហ្នឹងហើយព្រោះខ្ញុំអត់អី ក្រុមការងារ ក្រុមការងារ បងខ្ញុំថាដូចជានៅអត់កើតទេបងអី ក្រុមការងារយើងខ្ញុំមិន បើឯងរត់លឿនជាងគេនេះបើរត់ចោលពួកខ្ញុំនេះ ជាស្រ័យខ្ញុំអត់ខ្លាចទេបងប្អូនទាំងអស់គ្នាតែភ្ញាក់អឺ បងកាមេរ៉ាមិនមានជាប់សកម្មភាពបង អូយជាស្រ័យ បងរត់អត់នេះ បងប្អូនទាំងអស់គ្នាអញ្ចឹងក្រុមមិនថាបិទបញ្ចប់ហើយពេលយើងប្រាប់ថាបិទបញ្ចប់គាត់ចង់ឲ្យយើងចប់ដែរគាត់បែរជារំខានគាត់ហ្នឹងអញ្ចឹងក្រុមការងារយើងទាំងអស់គ្នាមានតែប៉ុណ្្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាដូចខ្ញុំនិយាយម្ដងហើយម្ដងទៀតថាជំនឿគឺជាជំនឿអរូបីជំនឿដែលមើលមិនឃើញប៉ុន្តែជាក់ស្ដែងពុកម៉ែបងប្អូនទាំងអស់គ្នាក្រុមការងារដំណើររន្ធត់ព្យាយាមផ្ដិតយកទស្សនវិជ្ជាទាំងអស់ដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាជឿឬមិនជឿ អ្នកវាយភ្លើង ជឿឬមិនជឿក៏ពិចារណាទៅតាមការគួរ comment ពាក្យល្អដើម្បីឲ្យក្រុមការងារយើងទាំងអស់គ្នាចោះទៅទីតាំងដែលពុកម៉ែបងប្អូនទាំងអស់គ្នាកំណត់ឬក៏បងហើយកន្លែងនេះគឺមានពពួកអមនុស្សដែលសាហាវ អញ្ចឹងទៅពួកខ្ញុំនឹងចោះទៅដើម្បីផ្ដិតយករូបទស្សនវិជ្ជាទាំងអស់នោះ បាទ អញ្ចឹងក្រុមការងារបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាក្រុមការងារយើងទាំងអស់គ្នាមានការលើសលួសខ្វះខាតបត់បែនជញ្ជាអ្នកអក្ខរៈដែលនិយាយទៅពាក្យពេចន៍មិនសមរម្យណាមួយក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យទោសព្រោះខ្ញុំបាទទាំងអស់គ្នាគ្រាន់តែចោះមកដើម្បីប្រមូលផ្ដិតយកទស្សនវិជ្ជាគ្មានបំណងថាចង់ធ្វើបាបឬក៏បំពានទៅលើអ្នកណាម្នាក់ទេ បាទ អញ្ចឹងក្រុមការងាររបស់យើងគឺដំណើររន្ធត់ស្វែងរកការពិតផ្ដិតយកទស្សនវិជ្ជាជាក់ស្ដែងសូមបញ្ចប់ត្រឹមតែនេះ សូមអរគុណ សូមអរគុណ